ជំរាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពលោកគ្រូអ្នកគ្រូដែលគាត់ផលិតសម្ភារៈត្រៀមនឹងឡើងធ្វើបទបង្ហាញនៅក្នុងការរៀនពីថមបងប្អូនទាំងអស់គ្នាការរៀនពីថមគឺជាការរៀនសម្របតាមសមត្ថភាពរបស់សិស្សបាទអញ្ចឹងនេះគឺជាសកម្មភាពគ្រូទេសថ្នាក់កម្រងដែលគាត់ផលិតសម្ភារៈបាទដើម្បីត្រៀមបង្រៀនសាក់លបងមុននឹងយកទៅបង្រៀនសិស្សបាទការរៀនពីថមពិតជាមានសារៈសំខាន់មែនទែនដោយយើងដឹងពីតាមកម្រិតសមត្ថភាពរបស់សិស្សហើយយើងយកទៅជួយតាមសមត្ថភាពរបស់ពួកគាត់មួយនីមួយបាទអញ្ចឹងដូចជាស្ដែងយើងមុននឹងដឹងថាគាត់មានសមត្ថភាពប៉ុណ្ណាអីប៉ុណ្ណីអញ្ចឹងយើងតទៅធ្វើតេស្តគាត់ជាមុនសិនអញ្ចឹងជាដំបូងគឺយើងចូលទៅតេស្តបាទ CALM បាទបន្ទាប់ពីយើងរកឃើញសិស្សដែលមាននិទេស ABCD DEF ហើយសិស្សដែលយើងត្រូវជួយនឹងគឺ DEF បន្ទាប់ពីយើងយកសិស្សទាំងអស់ហ្នឹងមកជួយហើយយើងត្រូវបាទទៅតេស្តបន្តទៀតដែលសិស្សមាននិទេស DEL ហ្នឹងគឺទៅតេស្តបន្តទៀតនៅក្នុង PTOM ដើម្បីដឹងពីសមត្ថភាពរបស់គាត់ថាគាត់នៅកម្រិតទី1កម្រិតទី2ហើយនិងកម្រិតទី3បាទអញ្ចឹងលោកគ្រូក្នុងការរៀប PTOM នេះគឺយើងមានជាគំរូសម្រាប់លោកគ្រូក្នុងការជ្រើសរើសដោយគំរូមួយនេះគឺយើងចេះសិស្សដាច់ដោយឡែកមានន័យថាក្រុមកម្រិត1គឺគាត់នៅកម្រិត1សុទ្ធចាប់ពីថ្នាក់ទី3រហូតដល់ទី6គំរូ2មានន័យថាចម្រុះអញ្ចឹងមានន័យថាលោកគ្រូអ្នកគ្រូដែលបង្រៀនថ្នាក់ណាគឺបង្រៀនថ្នាក់នោះដដែលដោយនៅក្នុងនឹងយើងមាន3កម្រិតរួមគ្នាមានកម្រិត1កម្រិត2កម្រិត3នៅជាមួយគ្នាអញ្ចឹងនេះគឺជាបាទលំគំរូដែលលោកគ្រូអ្នកគ្រូយកទៅប្រើប្រាស់នៅក្នុងការបង្រៀនប្រចាំថ្ងៃនៅតាមសាលានីមួយៗដោយឯកភាពជាមួយនឹងលោកនាយកសាលា3វិភាសាគ្នាថាតើយើងនឹងគូយកគំរូណាយកទៅបង្រៀនដើម្បីឲ្យងាយស្រួលហើយនឹងសមស្របតាមសមត្ថភាពរបស់សិស្សបាទអញ្ចឹងបន្ទាប់ពីខ្ញុំបាទនឹងលោកគ្រូទេសម្នាក់ទៀតត្រូវជាលោកនាយករបស់ខ្ញុំបានបង្រៀនដល់លោកគ្រូទេថ្នាក់កម្រងបាទថ្ងៃក្រោយលោកគ្រូអ្នកគ្រូនៅក្នុងទេថ្នាក់កម្រងហ្នឹងគឺគាត់ត្រូវទៅជួយតាមកម្រងនីមួយដើម្បីអីដើម្បីឲ្យលោកគ្រូអ្នកគ្រូដែលនៅតាមសាលាហ្នឹងគឺបានអនុវត្តបានជួបផ្ទាល់បាទអរគុណអញ្ចឹងនេះជាសកម្មភាពដែលគាត់បានផលិតសម្ភារៈរួចហើយគឺគាត់ឡើងបង្រៀនតាមក្រុមនីមួយអ្វីដែលគាត់បានផលិតអញ្ចឹងបងប្អូនហើយបាទការផលិតសម្ភារៈមិនមែនជារឿងងាយស្រួលទេមានមតិមួយចំនួនបាននិយាយថាគ្រូបរិញ្ញាបត្រស្រួលណាស់ទៅបរិញ្ញាបត្ររួចថ្ងៃឡើងអត់បានធ្វើអីទេបរិញ្ញាបត្រទៅសោះហើយគឺហើយបរិញ្ញាបត្រទៅពេលព្រឹកចូលពេលល្ងាចគាត់ធ្វើអីបាទលោកគ្រូគឺលោកគ្រូបឋមគឺពេលព្រឹកយើងទៅបង្រៀនពេលថ្ងៃយើងត្រៀមសម្ភារៈក៏ដូចជាយើងមានកិច្ចទាំងការបង្រៀនត្រៀមសម្រាប់ថ្ងៃស្អែកបាទចំណែកបើលោកគ្រូគាត់បង្រៀនពេលរសៀលមានន័យថាពេលព្រឹកគាត់ត្រូវត្រៀមសម្ភារៈដើម្បីយកទៅបង្រៀននៅវេនរសៀលអរគុណលោកគ្រូអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងនេះទស្សនាវីដេអូគាត់បង្រៀនដូចតទៅសូមអរគុណbạn lúc ấy thì xem là không được mà đấy